bắt chân xua ai tầm bị ba bắt chỗ đó chúng tôi tại mà đó cứ cả thì sản phẩm ai tầm bị ba bạn chốt tới bình định người không ca vì tầm lấy như tiện tương từ nâng ông pưa hăng xa đại cũng rất là ba từ co hăng xa khác không là dập bị ba ta cầm thay thì đập pram cái nhà thay đồng bộ của lò mà đi hỏi ta nó không ca chốt tới bình định nâng ta ai tầm bị ba miền ca vì tầm lấyอย่างnào đấy chụp bánh hả luôn bà sùng ở con nè trong ban bẩm pinh nơi càng gì chỉ trán không niệm cả nạm bình chia ca ai được phép đi từ đi phong pinh nơi không ca piaสวัสดิភាពរបៀបរៀបរយស្ថិរភាពនយោបាយនៅក្នុងរាជធានីភ្នំពេញនេះយើងបានធ្វើការប្រមាលមើលពីចម្ងាយនៅមហិច្ឆតារបស់គណៈបកសង្គ្រោះជាតិដែលបានស្នើសុំឲ្យមានការធ្វើបាតកម្មនេះរយៈពេល3ថ្ងៃនៅទីលានប្រជាធិបតេយ្យគិតហើយថាបាតកោមិនមែនតែស្ថិតនៅក្នុងរាជធានីភ្នំពេញដែលគេបានបំផុសប្រមូលផ្ដុំនោះទេយើងបានឃើញមានការចលនាទូទាំងប្រទេសដែលមកពីបណ្ដាខេត្តណាមួយភាគធំផងដែរចូលមកក្នុងរាជធានីភ្នំពេញយើងហើយចលនាកម្លាំងបែបនេះក៏ធ្វើឲ្យប៉ះពាល់ទៅនឹងសណ្ដាប់ធ្នាប់របៀបរៀបរយច្រើនណាស់ហើយយើងក៏សង្កេតឃើញដែរថាពួកឱកាសនិយមជាមួយនឹងកម្លាំងអាណាធិបតេយ្យមួយចំនួនក៏ចូលលោកឡំទៅជាមួយនឹងអ្នកដែលត្រូវមកសម្ដែងឆន្ទៈនៅទីលានប្រជាធិបតេយ្យមូលហេតុនេះហើយបានយើងឃើញយ៉ាងច្បាស់ថាគេអាចនឹងប្រមូលផ្ដុំប្រជាពលរដ្ឋដើម្បីសម្ដែងមតិបានប៉ុន្តែគេពិតជាមិនអាចគ្រប់គ្រងបាននៅកម្លាំងបាតកោទាំងអស់នឹងនៅទីលានបានទេនេះជាការប្រមាលមើលបញ្ហាយ៉ាងច្បាស់លាស់របស់អាជ្ញាធរយើងដែលមានសមត្ថកិច្ចចឹងហើយបានយើងនៅតែប្រកាន់នៅជំហរថាសូមឲ្យគណៈបកសង្គ្រោះជាតិត្រូវតែអនុវត្តទៅតាមច្បាប់របស់កម្ពុជាគឺច្បាប់ស្តីពីការធ្វើបាតកម្មដោយសន្តិវិធីក្នុងនោះច្បាប់បានអនុញ្ញាតឲ្យធ្វើនៅក្នុងកម្រិតមិនលើសពី12ម៉ោងទេនោះគឺចាប់ផ្ដើមពីម៉ោង6ទៅដល់ម៉ោង6ល្ងាចនេះជាពេលវេលាដែលមាននៅក្នុងច្បាប់ប៉ុន្តែគណៈបកគេមិនយល់ព្រមដោយគេមិនអនុវត្តទៅតាមការសម្រេចចិត្តរបស់អាជ្ញាធរគេបានអូសការងារនេះដល់ទៅ3ថ្ងៃហើយមានរហូតទៅដល់ដេកស្នាក់នៅក្នុងទីលាននេះទៀតផងកំហុសនេះបានជះឥទ្ធិពលច្រើនយ៉ាងណាស់ទៅដល់សណ្ដាប់ធ្នាប់របៀបរៀបរយសង្គមទី1គឺប៉ះពាល់ទៅជាមួយនឹងតំបន់ទីលានប្រជាធិបតេយ្យនេះដែលការរៀបចំរបស់យើងដើម្បីឲ្យស្របទៅជាមួយនឹងច្បាប់កំណត់មិនមានលទ្ធភាពណាធ្វើឲ្យការចូលរួមរបស់មនុស្សនឹងគឺថាលើសពី 10000 ទេពីព្រោះយើងក៏មានបន្ទុកអនាម័យទីធ្លាកន្លែងហ្នឹងឲ្យមានបរិស្ថានល្អប៉ុន្តែគេរំលោភនៅលើកត្តានេះធ្វើឲ្យមានបងប្អូនប្រជាពលរដ្ឋយើងមកពីតាមខេត្តទទួលរងនឹងខ្យល់កទទួលរងនឹងបាត់បង់នៅអនាម័យរស់នៅហើយនឹងពេលភ្លៀងថ្ងៃកម្ដៅធ្វើឲ្យមានការប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់នេះគឺជាកំហុសទី1កំហុសទី2មនុស្សដែលមកធ្វើសម្ដែងមតិគឺបានធ្វើឲ្យគេហៅថាមានចំនួនសមល្មមនៅលើទីលាននោះគេហៅវាលែងសមល្មមហើយបានធ្វើឲ្យមនុស្សធ្វើឲ្យមានការចល័តក្រៅភូមិសាស្ត្រការពាររបស់ទីលានចឹងទេគេបានចេញពីទីលានរប៉ាត់រប៉ាយដើរឆ្វេងឆ្វាយពេញតែតំបន់នោះរហូតទៅដល់បង្កើតនៅគេហៅថាបញ្ហាអនាធិបតេយ្យនៅដល់ទៅវត្តភ្នំដែលជាទីសក្ការៈរបស់យើងទៀតចឹងហើយបានជាបងប្អូនទៅអង្គុយលើស្មៅចោលសម្រាមអង្គុយនៅលើស្ពានដៀករបស់យើងឈរឡើងដើមឈើជាបង្កភាពអនាធិបតេយ្យដែលយើងគិតថាជាតំបន់បេតិកភណ្ឌជាតំបន់ដែលទេសចរឆ្លងកាត់នឹងចូលទស្សនានឹងគឺធ្វើឲ្យប៉ះពាល់ធ្ងន់ណាស់នេះជាបញ្ហាទី2និងបញ្ហាទី3គឺតាក់ទងទៅជាមួយនឹងកម្លាំងអនាធិបតេយ្យក្រមយុវជនសកម្មជនមួយចំនួនគឺមិនគោរពនៅគោលការណ៍សុវត្ថិភាពសណ្ដាប់ធ្នាប់
របស់យើងទេបញ្ហានេះយើងបានតែតែព្យាយាមដើម្បីឲ្យតំណាងគណៈបកនេះជាពិសេសអ្នកដឹកនាំបាតកម្មនេះដើម្បីជួបធ្វើការជាមួយនឹងសមត្ថកិច្ចសាលារាជធានីភ្នំពេញដើម្បីយើងកម្រិតគេហៅថាតើធ្វើសកម្មភាពរបស់បាតកោកម្រិតណាឯការពាររង្វង់ការពារដែលជាសមត្ថកិច្ចរបស់អាជ្ញាធរកម្រិតណាប៉ុន្តែទោះបីធ្វើយ៉ាងនេះក៏ដោយប៉ុន្តែគេនៅតែមិនទទួលខុសត្រូវគេនៅតែមិនយកចិត្តទុកដាក់ចំពោះការគិតគូររបស់យើងពិតហើយថាសាលារាជធានីភ្នំពេញមិនមែនមានភារៈទទួលខុសត្រូវជាមួយនឹងបាតកោប៉ុណ្ណោះទេតែយើងមានភារៈទទួលខុសត្រូវជាមួយនឹងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ2លាននាក់ទទួលខុសត្រូវជាមួយអង្គទូតនានានៅលើការងារសន្តិសុខនេះទៅលើអាជីវកររួមទាំងទេសចរផ្សេងផងដែរអញ្ចឹងការបារម្ភដែលកើតឡើងពីអនាធិបតេយ្យនេះគឺយើងបានដឹងច្បាស់ណាស់ថាអាចនឹងកើតមានជាក់ស្ដែងបញ្ហាដែលគួរឲ្យសោកស្ដាយនៅថ្ងៃទី15នោះដោយដែលលោកម៉ៃរិទ្ធបានលើកឡើងជាសំណួរនេះគឺជាពិតជារឿងត្រឹមត្រូវជាបញ្ហាដែលគួរឲ្យសោកស្ដាយហើយបង្កឡើងដោយមេដឹកនាំគណៈបកនេះតែម្ដងនៅថ្ងៃប្រហែលជា11បន្ទាប់ពីការសម្ដែងមតិនៅលើទីលានរួចអាដាមសំរងស៊ីលោកបានដើរចេញពីទីលានហើយនាំកម្លាំងចេញទៅមាត់ទន្លេទៅជួបអ្នកផ្សារចាស់រួចហើយក៏បន្តតាមមាត់ទន្លេឡើងទៅព្រះអង្គដង្កើឆ្លងកាត់នៅតំបន់ការពាររបស់សមត្ថកិច្ចរបស់យើងប្រែពីនោះហើយបានកម្លាំងសកម្មជនក៏បានដើរតាមទៅនៅក្នុងគោលបំណងថាទៅមុខវាំងនេះជាបញ្ហាដែលបានធ្វើលើសពីសមត្ថកិច្ចរបស់ខ្លួនដែលមានការចរចាស្រុះស្រួលគ្នារួចហើយនៅសាលារាជធានីភ្នំពេញតែគេមិនបានគោរពនៅកំណត់ហេតុកិច្ចព្រមព្រៀងនោះទេគេបាននាំកម្លាំងបាតកោនេះគឺចេញក្រៅរង្វង់ទីលានប្រជាធិបតេយ្យក៏បានបង្កើតឲ្យមាននៅការទប់ស្កាត់មិនឲ្យចូលទៅក្នុងរបងការពាររបស់យើងសកម្មជនរបស់គណៈបកសង្គ្រោះជាតិនេះក៏បានវាយរបងកាត់ខ្សែលួសហើយលើកយកនៅរបាំងរបស់យើងនេះដាក់ទៅក្នុងទន្លេហើយចោលដុំថ្មទៅលើសមត្ថកិច្ចហើយថែមទាំងប៉ះពាល់រហូតដល់ទៅសមត្ថកិច្ចរឿងយើងរបួសជាច្រើនដងនេះជាច្រើនអ្នកនេះគឺជាបញ្ហាធ្ងន់ធ្ងរណាបើសិនបើជាសមត្ថកិច្ចមិនមានភាពអត់ធ្មត់កងកម្លាំងប្រដាប់អាវុធយើងទាំងប៉ូលីសទាំងកងកម្លាំងប្រជាការពាររបស់មូលដ្ឋានមិនមានស្មារតីទទួលខុសត្រូវជាពិសេសគឺមិនអត់ធ្មត់បានគឺយើងកើតហិង្សាតាំងពីពេលថ្ងៃត្រង់នៅនឹងមុខវត្តបន្ទុំនឹងម្លេះនេះទី1ទី2គេបានបណ្ដោយឲ្យសកម្មជនរបស់គេមកគម្រាមកំហែងប្រជាពលរដ្ឋអាជីវកររកស៊ីជាពិសេសគឺសំអាងការលុចខ្ញុំបានឃើញយ៉ាងច្បាស់ហើយនៅរូបភាពទាំងឡាយអំពីអង្គើអាណាធិបតេយ្យអង្គើខូខើដែលមិនអាចទទួលយកបានទេចំពោះការចោលដុំថ្មបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនេះបំផ្លាញរហូតដល់ការគំរាមកំហែងរហូតទៅចង់ដុតផ្ទះនឹងទៅទៀតនេះគឺបង្កើតនៅអំពើហិង្សាមួយដែលអ្នកនយោបាយបានបង្កើតឡើងនៅភាពរើសអើងធ្ងន់ធ្ងរនៅក្នុងសង្គមជាតិយើងអញ្ចឹងគឺការបន្ទុះសារាយនៅទីនេះបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់អាជីវកម្មសំអាងការលួចនេះធ្ងន់ធ្ងរណាស់ហើយធ្វើឲ្យគាត់មានការភ័យភិតរន្ធត់រហូតដល់ថ្ងៃនេះគឺអារម្មណ៍មិនល្អទេពីសុខភាពទាំងមូលដោយសារតែគាត់រងដោយការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរនេះជាករណីដែលកើតឡើងចេញអំពីអំពើហិង្សាដែលក្រមបាតកោនឹងបង្កឡើងមិនត្រឹមតែប៉ុណ្ណោះយុវជនមួយក្រុមទៀតដែលចេញអំពីទីលានពិតប្រាកដណាស់គឺបានទៅបង្កើតការប្រឈមមួយទៀតនៅឯក្បាលថ្នល់គឺស្ពានអាកាសក្បាលថ្នល់គឺរហូតទៅដល់យប់ហើយក៏នៅតែបង្កការចោលដុំថ្មបាញ់ចំពីមកៅស៊ូទៅលើសមត្ថកិច្ចបាទហើយរហូតទៅដល់វាយកំទេចទីស្នាក់ការប៉ុស្តិ៍នគរបាលសង្កាត់និងស្នាក់ការសង្កាត់
ចាក់អង្រែលើនៅខណ្ឌមានជ័យទៀតផងទង្វើទាំងអស់នេះគឺពិតប្រាកដថាកើតឡើងដោយសារបដកម្មនេះឯងចឹងទេក្នុងដំណើររបស់សាលារាជធានីភ្នំពេញរបស់ប្រតិភូសាលារាជធានីភ្នំពេញចុះសួរសុខទុក្ខនេះម្សិលមិញនេះគឺយើងបានជួបផ្ទាល់នៅលើទីតាំងជាក់ស្ដែងដូចជាសំអាងការលុចហើយយើងបានទៅពិនិត្យលើស្ពានអាកាសនិងទីស្នាក់ការសង្កាត់ប៉ុស្តិ៍សង្កាត់និងទីស្នាក់ការគណៈបកប្រជាជនក៏វាយបំផ្លាញផ្លាកសញ្ញាទាំងអស់នៅទីនោះហើយរួចក៏យើងបានធ្វើដំណើរទៅសួរសុខទុក្ខដល់ទៅក្រុមគ្រួសារដែលជនរងគ្រោះនៅឯសង្កាត់ចាក់អង្រែក្រោមបន្តមកទៀតក៏ចូលមន្ទីរពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសួរសុខទុក្ខបងប្អូនដែលរងផលប៉ះពាល់នៃអបតហេតុដែលបង្កឡើងជនអនាធិបតេយ្យកាលពីរាត្រីថ្ងៃទី15កន្លងមកនេះដែរខ្ញុំចង់បញ្ជាក់បន្ថែមបន្តិចទៀតដែរថានេះគឺជាកំហុសពិតប្រាកដរបស់ថ្នាក់ដឹកនាំបដកម្មនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី15មកទី16 17កន្លងមកប៉ុន្តែផលវិបាកនេះមិនមែនមានតែប៉ុណ្្នឹងទេយើងឃើញថាមានការប៉ះពាល់ធ្ងន់ធ្ងរណាស់ហេតុផលដែលអាជ្ញាធរមិនអនុញ្ញាតឲ្យការសម្ដែងមតិនៅថ្ងៃទី16ទី17គឺដោយសារនោះជាថ្ងៃដែលសិស្សទូទាំងប្រទេសនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិដែលយើងថាប្រឡងឌីប្លូមនៅរាជធានីភ្នំពេញគឺមាន37មណ្ឌលប្រឡងហើយនឹងមានសិស្សជិតទៅ20000នាក់ប្រឡងហើយនៅក្នុងតំបន់ខណ្ឌដូនពេញនេះមានមណ្ឌលជាច្រើនដែលរងផលប៉ះពាល់អំពីបាតកម្មនឹងយើងបានសំណូមពរទទូចថាការសម្ដែងមតិពេលណាក៏យើងអាចធ្វើទៅបានដែរមិនមែនត្រឹមតែថ្ងៃទី16 17នឹងទេអាចក្រោយថ្ងៃទី17មានន័យថាក្រោយប្រឡងក៏គេអាចមានសិទ្ធិនឹងសម្ដែងមតិតាមច្បាប់ប៉ុន្តែសុំការអនុគ្រោះកុំឲ្យធ្វើនៅថ្ងៃទី16 17ប៉ុន្តែគេមិនយកចិត្តទុកដាក់ក្រុមដឹកនាំបាតកម្មនេះគឺពិតជាមានចេតនាធ្វើឲ្យប៉ះពាល់នៅសណ្ដាប់ធ្នាប់ស្ថិរភាពនយោបាយប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាជនគេបានគិតថាឆន្ទៈបដកធំជាងឆន្ទៈប្រជារាស្ត្រដទៃទៀតធំជាងសិស្សធំជាងគ្រូធំជាងស្ថិរភាពសង្គមទៅបានគេសម្រេចចិត្តធ្វើបែបនេះធ្វើឲ្យក្រសួងអប់រំបង្ខំចិត្តត្រូវតែលើកការសម័យប្រជុំនេះពីថ្ងៃ16 17មកថ្ងៃ26 27ទៅវិញលើក10ថ្ងៃនេះជាការខាតបង់ធំណាស់ហើយការខាតបង់ធ្វើថែមទៅទៀតនោះគឺទីក្រុងភ្នំពេញយើងត្រូវទទួលការគម្រាមកំហែងអំពីការប្រកាសធ្វើបាតកម្មការបំពុលព័ត៌មានផ្សេងដើម្បីឲ្យឃើញបង្ហាញនៅអស្ថិរភាពអសន្តិសុខហើយនឹងការប្រឈមទាំងឡាយដែលកើតប្រើមចេញអំពីប្រព័ន្ធឃោសនារបស់គណៈបកសង្គ្រោះជាតិនេះធ្វើឲ្យអាជីវករទាំងឡាយក៏លក់ដូរជួបផលវិបាកហើយនឹងជីវភាពជាទូទៅរបស់សង្គមក៏ត្រូវរអាក់រអួលទេសចរក៏ត្រូវកាត់បន្ថយបញ្ហានេះគឺពិតជាមានផលវិបាកធ្ងន់ធ្ងរណាស់សម្រាប់រាជធានីភ្នំពេញដែលបង្កើតចេញអំពីគណៈបកប្រឆាំងបង្កឡើងបាទនៅក្រៅពេលដែលមានការវិតម្លៃហើយតើឯកអភិបាលនឹងមានវិធានការតាមផ្លូវច្បាប់ឬក៏យ៉ាងណាដែរបាទចំពោះរឿងការដែលប្រព្រឹត្តខុសទៅនឹងច្បាប់បង្កភាពហិង្សាធ្វើបង្កមានរបួសខូចខាតទៅដល់ទ្រព្យសម្បត្តិសាធារណៈឯកជនរបស់រដ្ឋផងបាទខ្ញុំគិតថានេះជាបញ្ហាសំខាន់ណាស់ប្រទេសយើងបានប្រកាន់នៅលទ្ធិប្រជាធិបតេយ្យសេរីពហុបកប៉ុន្តែយើងក៏ត្រូវឈរនៅលើជំហរច្បាស់លាស់មួយជាប្រទេសនីតិរដ្ឋដែលយើងត្រូវថ្លឹងថ្លែងនៅអ្វីដែលយើងក៏ចង់ឲ្យការសម្ដែងមតិតាមលក្ខណៈប្រជាធិបតេយ្យនេះក៏ទទួលបានលទ្ធផលល្អប្រសើរតែមិនដើរឆ្ងាយអំពីច្បាប់មិនដើរឆ្ងាយពីប្រទេសដែលត្រូវប្រកាន់នីតិរដ្ឋទេដូច្នេះអ្វីដែលជាកំហុសឆ្គងនិងអ្វីដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមឬនិយាយឲ្យច្បាស់ជាងនេះគឺនៅត្រង់ថាអ្វីដែលក្រមបាតកោនេះបង្កឡើងនៅអាណាធិបតេយ្យធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋខូចខាតទ្រព្យសម្បត្តិប្រជាជនចាំបាច់ណាស់ត្រូវតែច្បាប់
ត្រូវតែមានវិធានការតាមផ្លូវច្បាប់ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋដទៃទៀតមានភាពកក់ក្ដៅស្ងប់ចិត្តតែបើសិនជាដោយសារតែការបង្ហាញឆន្ទៈបែបនេះហើយធ្វើឲ្យខូចខាតដោយគ្មានរកខុសត្រូវជូនប្រជាពលរដ្ឋនិងប្រជាពលរដ្ឋនិងប្រជាជនទេនេះជាបញ្ហាដែលធ្វើឲ្យប្រទេសយើងកាន់តែឃ្លាតឆ្ងាយពីនីតិរដ្ឋហើយការបាត់បង់ជំនឿលើច្បាប់ដែលជាមូលដ្ឋានរបស់រដ្ឋនឹងអស់ហើយបើអញ្ចឹងទេសង្នាមសាលារាជធានីភ្នំពេញអាជ្ញាធរគ្រប់លំដាប់ថ្នាក់យើងនឹងយកចិត្តទុកដាក់ពង្រឹងបញ្ហានេះហើយជាមួយនឹងការរកយុត្តិធម៌ឲ្យជនរងគ្រោះទាំងឡាយដែលបង្កដោយក្រមអាណាធិបតេយ្យនេះបាទនាពេលដែលមានបទពិសោធន៍កន្លងមកនេះគឺថាបាតកម្មហាក់នៅពេលដែលมันគោរពតាមប្រវត្តិរបស់សាលារាជធានីភ្នំពេញទេគឺថាបានបង្កើតនៅអំពើហិង្សានិងភាពធ្វើឲ្យបាត់សណ្ដាប់ធ្នាប់ឥឡូវនេះយើងឃើញថាមានកំសួលខ្លះចង់ធ្វើបាតកម្មទៀតហើយទាំងតើឯកឧត្តមអភិបាលនឹងសម្រេចយ៉ាងណាដែរនៅក្នុងការដែលគេស្នើសុំលើកក្រោយនោះបាទខ្ញុំគិតថានេះជាពេលវេលាផុយស្រួយណាស់សម្រាប់សភាពការសន្តិសុខនយោបាយនៅរាជធានីភ្នំពេញយើងអាស្រ័យដោយថាមានជាចលនាដុតកម្ដៅដើម្បីធ្វើឲ្យមានគេហៅថាបំរើឲ្យនៅមហិច្ឆតានយោបាយរបស់ក្រមណាមួយនោះចំណុចនេះដោយយល់ទៅតាមច្បាប់ទៅតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កម្ពុជារបស់រដ្ឋដោយយល់ទៅតាមបរិយាសាបន្តរបស់ព្រះរាជបកូណាជាអង្គម្ចាស់ជីវិតលើបកលលើត្បូងព្រះមហាក្សត្រនៃប្រជាជាតិចក្រកម្ពុជាយើងរួមជាមួយនឹងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋយើងស្ងប់ស្ងៀមនឹងណដើម្បីទុកពេលឲ្យអ្នកនយោបាយសម្រាប់ធ្វើការដោះស្រាយបញ្ហានយោបាយចុងក្រោយនេះព្រោះមុននឹងការប្រជុំសភាជាលើកដំបូងក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រហើយនឹងមុននឹងការរៀបចំរដ្ឋាភិបាលនេះអ្នកនយោបាយជាពិសេសគឺគណៈបកទាំងពីរដែលជាប់ឆ្នោតដែលឈ្នះឆ្នោតចាំបាច់ត្រូវតែមានការដោះស្រាយនៅក្នុងកម្រិតនយោបាយណាមួយនោះហើយដូចនេះបញ្ហាខ្ញុំយល់ថាបញ្ហាបាតកម្មវាមិនមែនជាមធ្យោបាយដ៏ល្អសម្រាប់ដោះស្រាយបញ្ហានយោបាយនៅកម្ពុជាទេការពិតការបង្កើតឡើងនៅបតិកាបាតកម្មទាំងអស់នេះបានធ្វើឲ្យតែសង្គមជាតិកាន់តែធ្លាក់ដុនដាបក្នុងស្ថានភាពអស្ថិរភាពប៉ុណ្ណោះចឹងទេខ្ញុំគិតថាបញ្ហានេះត្រូវតែមានការពង្រឹងឡើងវិញហើយក៏នៅមានបញ្ហាដែលត្រូវយកចិត្តទុកដាក់ជាងនេះទៅទៀតនៅក្នុងការពង្រឹងដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជាមួយនឹងការអំពាវនាវប្រជាពលរដ្ឋដើម្បីលោកយល់អំពីស្ថានភាពដ៏ផុយស្រួយរបស់យើងនេះហើយពិសេសទៅទៀតក៏អំពាវនាវដល់គណៈបកនយោបាយទាំងអស់ពិសេសគឺគណៈបកសង្គ្រោះជាតិដែលតែងតែបង្កឡើងនៅការដុតកំហឹងរើសអើងនយោបាយរើសអើងពូជសាសន៍រើសអើងប្រជាពលរដ្ឋដែលធ្វើឲ្យបែកបាក់នៅក្នុងសង្គមជាតិយើងជឿណាស់ក៏សូមលោកគិតឡើងវិញអំពីមធ្យោបាយដែលល្អសម្រាប់ដោះស្រាយបញ្ហានេះគឺមានតែការចូលរួមនៅការពិភាក្សារវាងគណៈបកទាំងពីរតាមដែលបរិយាតម្រេះរបស់ព្រះមហាក្សត្រយើងប៉ុណ្ណោះដែលជាមធ្យោបាយល្អបំផុតបាទសូមសំណួរចុងក្រោយមួយទៀតបាទវេលាចុងក្រោយនេះគឺមានការសរសេរទៅតាម Facebook មានទៅតាមព័ត៌មានខ្លះរបស់ក្រុមដែលកំពុងតែប្រឆាំងហ្នឹងគឺបានសរសេរទៅប៉ះពាល់ដល់ព្រះមហាក្សត្រជាទីគោរពសក្ការៈទន្ទឹមនឹងនេះដែរគឺមានវិទ្យុក្នុងស្រុកមួយក៏បានសម្ដែងការជឿឆ្អាលហើយបានប្រមូលគៀងគរចង់ឲ្យមនុស្សធ្វើការជួបជុំគ្នាដើម្បីតវ៉ាធ្វើបាតកម្មមួយដើម្បីគ្រប់គ្រងចំពោះព្រះមហាក្សត្រឲ្យប្រឆាំងនឹងអ្នកណាដែលវាប្រហារឬក៏រិះគន់នៅព្រះមហាក្សត្រដែលច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាបានការពារតើនៅក្នុងលក្ខណៈនេះតើឯកឧត្តមអភិបាលអនុញ្ញាតឬក៏យល់ឃើញយ៉ាងណាដែរចំពោះតែការស្នើចង់ធ្វើបាតកម្មនេះពេលខាងមុខនេះបាទអរគុណណាស់ដែលបានលើកឡើងសំណួរដ៏មានសារៈសំខាន់នេះខ្ញុំបានពិចារណារួចហើយថា
ប្រសិនបើការស្នើសុំធ្វើបាតកម្មនេះដើម្បីសម្ដែងឆន្ទៈរបស់ម្ចាស់ឆ្នោតរបស់គណៈបកនយោបាយមួយបើយកបញ្ហានេះមកធ្វើជាលបែងប្រកួតប្រជែងច្បាស់លាស់ហើយថាគណៈបកមួយទៀតក៏មានលទ្ធភាពនឹងសម្ដែងឆន្ទៈដើម្បីគ្រប់គ្រងសញ្ញាឆ្នោតផងដែរមកខាងប្រឆាំងនឹងលទ្ធផលបោះឆ្នោតមកខាងទៀតគ្រប់គ្រងលទ្ធផលបោះឆ្នោតបើប្រឆាំងនឹងគ្រប់គ្រងនេះឃើញថាកម្លាំងរយៈចូលរួមនេះកាន់តែធំទៅហើយកាន់តែអាចនឹងមានការបែកបាក់ធ្ងន់ធ្ងរហើយអាចនឹងបង្កើតនៅបរិយាកាសកាន់តែអាប់អួរនៅក្នុងសង្គមខ្ញុំគិតថាបើមានករណីបែបនេះក្នុងនាមអាជ្ញាធរពិតប្រាកដណាស់គឺពិតជាមិនអាចឲ្យកើតមានបានទេមានន័យថាភាគីខាងណាក៏មិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំកម្លាំងសម្ដែងឆន្ទៈធ្វើបាតកម្មប្រឆាំងគ្នាទៅវិញទៅមកបែបនេះខ្ញុំនៅតែសូមនោមពរទទូចឲ្យភាគីទាំងសងខាងរក្សាភាពនឹងណដើម្បីប្រកាសណាព្រះមហាក្សត្រដែលយើងលោកនឹងប្រទាននៅព្រះតម្រេះសម្រាប់ក្នុងការបង្រួបបង្រួមជាតិក្នុងការបង្កើតឲ្យមានការប្រជុំសភាដំបូងជាមួយនឹងការរៀបចំរដ្ឋាភិបាលបន្តទៅទៀតសម្រាប់ការដឹកនាំប្រទេសនៅក្នុងអាណត្តិទី5ទៅមុខទៀតបាទ